តើអ្វីទៅជាមីស៊ីល Tomahawk ដែលត្រាំអាចនឹងផ្គត់ផ្គង់ទៅដល់អ៊ុយក្រែនសម្រាប់ធ្វើសង្គ្រាមជាមួយរុស្ស៊ីសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីដែលកំពុងអូសបន្លាយអស់រយៈពេលជិត5ឆ្នាំមកនេះហាក់បីដូចជាមិនមានសញ្ញាធូរស្បើយបន្តិចណាឡើយយើងនៅចាំបានថានៅពេលចាប់ផ្ដើមសង្គ្រាមនាថ្ងៃទី24ខែកុម្ភៈឆ្នាំ2022តែកាលនោះសហរដ្ឋអាមេរិកក្រោមអាណត្តិលោកប្រធានាធិបតី Joe Biden បានជួយជ្រោមជ្រែងអ៊ុយក្រែនទាំងហិរញ្ញវត្ថុនិងសព្វាវុធដែលធ្វើឲ្យអ៊ុយក្រែនមានកម្លាំងនៅក្នុងការទប់ទល់និងវាយបកទៅលើប្រទេសរុស្ស៊ីខ្លះៗដែររហូតចូលដល់អាណត្តិលោកប្រធានាធិបតីអាមេរិក Donald Trump ឡើងកាន់កាប់សេតាវិមានកាលពីថ្ងៃទី10ខែមករាឆ្នាំ2025មកលោកក៏បានព្យាយាមតាមគ្រប់វិធីដើម្បីសម្រុះសម្រួលបញ្ចប់សង្គ្រាមរួមទាំងការឈ្លោះប្រកែកគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែនរហូតដល់ការអញ្ជើញប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកដើម្បីពិភាក្សាគ្នាអំពីលទ្ធភាពនៅក្នុងការបញ្ចប់សង្គ្រាមផងដែរគួរឲ្យសោកស្ដាយការព្យាយាមរបស់លោកត្រាំហាក់បីដូចជាមិនទទួលបានលទ្ធផលអ្វីទាល់តែសោះដោយអ៊ុយក្រែននិងរុស្ស៊ីនៅតែមិនអាចសម្រុះសម្រួលគ្នាបានរហូតកាលពីពេលថ្មីៗនេះលោកប្រធានាធិបតីអាមេរិក Donald Trump បានគម្រាមផ្គត់ផ្គង់មីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយទៅដល់អ៊ុយក្រែនប្រសិនបើរុស្ស៊ីមិនយល់ព្រមបញ្ចប់សង្គ្រាមដែលអស់បន្លាយអស់រយៈពេល5ឆ្នាំក្នុងពេលឆាប់ៗនេះទេជាការកត់សម្គាល់របស់លោកត្រាំបានកើតឡើងនៅពេលដែលលោកបាននិយាយទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដែលបានស្នើសុំជំនួយសព្វាវុធពីសហរដ្ឋអាមេរិករួមទាំងមីស៊ីល Tomahawk ផងដែរកន្លងមកលោកត្រាំបាននិយាយថាសហរដ្ឋអាមេរិកនឹងមិនលក់មីស៊ីលដោយផ្ទាល់ទៅឲ្យអ៊ុយក្រែនទេប៉ុន្តែនឹងផ្គត់ផ្គង់ទៅឲ្យអង្គការ NATO ដែលបន្តមកអាចនឹងផ្ដល់បន្តទៅឲ្យអ៊ុយក្រែនជាមួយគ្នានេះផងដែរលោកត្រាំកាលពីសប្តាហ៍មុនបាននិយាយទៀតថាមុនពេលយល់ព្រមផ្គត់ផ្គង់មីស៊ីល Tomahawk ទៅដល់អ៊ុយក្រែនគាត់ចង់ដឹងថាតើទីក្រុងគៀវនឹងប្រើប្រាស់មីស៊ីលប្រភេទនេះដោយរបៀបណាខណៈដែលគាត់មិនចង់ឲ្យសង្គ្រាមកាន់តែកើនកម្ដៅថែមទៀតនោះទេក្រោយមកលោក Zelensky ក៏បាននិយាយថាពួកគេនឹងប្រើប្រាស់ Tomahawk សម្រាប់តែគោលបំណងយោធាតែប៉ុណ្ណោះហើយមិនវាយប្រហារជនស៊ីវិលនៅក្នុងប្រទេសរុស្ស៊ីនោះទេលោកបាននិយាយថាយើងមិនដែលវាយប្រហារជនស៊ីវិលរបស់ពួកគេទេហើយដូច្នេះហើយប្រសិនបើយើងនិយាយអំពីមីស៊ីលរយៈចម្ងាយឆ្ងាយយើងនិយាយតែអំពីគោលដៅយោធាតែប៉ុណ្ណោះតើមីស៊ីល Tomahawk មានលក្ខណៈពិសេសអ្វីខ្លះហេតុអ្វីបានជាអ៊ុយក្រែនចង់បានមីស៊ីលប្រភេទនេះខ្លាំងម្ល៉េះកំជ្រួច Tomahawk គឺជាមីស៊ីលរយៈចម្ងាយឆ្ងាយដែលជាធម្មតាបាញ់ចេញពីសមុទ្រដើម្បីវាយប្រហារចូលជ្រៅទៅគោលដៅជាក់លាក់ណាមួយរបស់សត្រូវមីស៊ីលប្រភេទនេះអាចបាញ់បានរយៈចម្ងាយ 2500 គីឡូម៉ែត្រឬ 1550 ម៉ាយល៍មានប្រវែង20 ហ្វីតឬ 6.1 ម៉ែត្រជាមួយនឹងស្លាបប្រវែង 8.5 ហ្វីតនិងមានទម្ងន់ប្រហែល 1510 គីឡូក្រាម Tomahawk ដែលមានតម្លៃជាមធ្យម $1.3 លានសហរដ្ឋអាមេរិកត្រូវបានដាក់ឲ្យដំណើរការបញ្ឈរពីកប៉ាល់ប៉ុន្តែពួកវាក៏អាចត្រូវបានដាក់ឲ្យដំណើរការដោយផ្ដេកពីបំពង់ Torpedo នៅលើនាវាមុជទឹកប្រភេទវាយប្រហារឬពីឧបករណ៍បាញ់បង្ហោះខាងក្រៅដែលភ្ជាប់ទៅនឹងសម្បកនាវាមុជទឹកផងដែរកំជ្រួចនេះត្រូវបានបំពាក់ដោយកម្លាំងរុញច្រានដ៏រឹងមាំក្នុងដំណាក់កាលនៃការបាញ់បង្ហោះរបស់វាការផ្គត់ផ្គង់កំជ្រួច Tomahawk ទៅដល់អ៊ុយក្រែនអាចពង្រីកសមត្ថភាពវាយប្រហាររបស់ខ្លួនយ៉ាងខ្លាំងដោយអាចបាញ់ចូលជ្រៅទៅដល់គោលដៅមួយចំនួននៅក្នុងទឹកដីរុស្ស៊ីរួមទាំងមូលដ្ឋានយោធាមជ្ឈមណ្ឌលដឹកជញ្ជូនអាកាសយានដ្ឋាននិងមជ្ឈមណ្ឌលបញ្ជារួមទាំងទីក្រុងមូស្គូដែលបច្ចុប្បន្នអ៊ុយក្រែនមិនមានសមត្ថភាពបាញ់ទៅដល់នោះឡើយមីស៊ីលប្រភេទនេះត្រូវបានគេប្រើជាលើកដំបូងនៅក្នុងឆ្នាំ1991ក្នុងអំឡុងសង្គ្រាមឈូងសមុទ្រពាក់ដែលជាផ្នែកមួយនៃប្រតិបត្តិការព្យុះវាខ្សាច់ជាចំនួនប្រដាប់អាវុធរវាងអ៊ីរ៉ាក់និងក្រុមចម្រុះ42ប្រទេសដឹកនាំដោយសហរដ្ឋអាមេរិកក្នុងអំឡុងពេលចំនួនសហរដ្ឋអាមេរិកបានបំផ្លាញគោលដៅរឹងជាច្រើនដូចជាទីតាំងមីស៊ីពីដីទៅអាកាសមជ្ឈមណ្ឌលបញ្ជាវិមានប្រធានាធិបតីអ៊ីរ៉ាក់នៅក្នុងទីក្រុងបាដាតនិងរោងចក្រថាមពលអគ្គិសនីដោយប្រើប្រាស់ប្រព័ន្ធមីស៊ីល Tomahawk នេះកាលពីពេលថ្មីៗនេះយោធាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តក៏បានធ្វើតេស្តប្រើប្រាស់មីស៊ីល Tomahawk នេះដោយប្រើយន្តហោះចម្បាំងនិងមានប្រព័ន្ធ GPS ហើយបានប្រើប្រាស់វាទៅលើទីតាំងក្រុមឧទានហ៊ូទីនៅក្នុងប្រទេសយេម៉ែនផងដែរ